សួស្តីកូនៗអ្នកគ្នាជួបជាមួយអ្នកគ្រូវីដេអូថ្មីមួយទៀតហើយវីដេអូមុនរៀនអំពីការដកលេខមួយខ្ទង់វីដេអូនេះគឺយើងរៀនអំពីការបូកលេខម្ដងបូកលេខមួយខ្ទង់អញ្ចឹងកូនកុំភ្លេចជួយចុច Subscribe នៅក្នុងវីដេអូអ្នកគ្រូម្នាក់មួយផងចាតោះឥឡូវកុំឲ្យខាតពេលយូរយើងរៀនបូកលេខទាំងអស់គ្នាចាឥឡូវនេះយើងរៀនលេខ5 + 1 ស្មើប៉ុន្មានកូនអញ្ចឹងយើងមានឧទាហរណ៍ជាសត្វដណ្ដើកនៅខាងនេះចាអញ្ចឹង5 + 1អញ្ចឹងយើងមានសត្វដណ្ដើក5 1 2 3 4 5ហើយបូកមួយទៀតនេះសត្វដណ្ដើកមួយទៀតអញ្ចឹងយើងរាប់ទាំងអស់នឹងមកបូកបញ្ចូលគ្នាចា1 2 3 4 5 6អញ្ចឹង5 + 1ស្មើនឹងប្រមាណស្មើនឹង6អញ្ចឹងសេលេខ6ចាអញ្ចឹង5 + 1ស្មើ6តោះឥឡូវយើងចូលលេខមួយទៀត4 + 2ស្មើប៉ុន្មានចាអញ្ចឹងយើងមានមនុស្ស4នាក់បូក2នាក់ទៀតចាអញ្ចឹងយើងរាប់ចូលគ្នាទាំងអស់ទៅ1 2 3 4 5 6អញ្ចឹង4 + 2នេះស្មើនឹង6ទៅសេលេខ6ចាអញ្ចឹង4 + 2ស្មើ6អញ្ចឹង4 + 2ស្មើនឹង6សេលេខ6ចាអញ្ចឹងរបៀបបូកលេខគឺកូនធ្វើបែបហ្នឹងឬក៏កូនមានជាចង្កឹះនៅផ្ទះយើងបូកចង្កឹះចូលគ្នាមកក៏បានដែរយើងរាប់ចូលគ្នាណាចាឥឡូវយើងចូលលេខមួយទៀតនេះគឺ3 + 0 3 + 0ស្មើប៉ុន្មានអញ្ចឹងយើងមើលទៅចានេះមានឧទាហរណ៍ក្នុងរូបគឺរូបមន់នៅក្នុងទ្រុងនេះទូចដែរកូនមើលអាចអត់ច្បាស់ចាអញ្ចឹងមន់មាន3 + 0ខាងនេះមាន0មន់ណាយើងរាប់ទៅមានតែ1 2 3នឹងតែទេចាអញ្ចឹង3 + 0គឺស្មើនឹង3អញ្ចឹងកូនត្រូវចាំថាចំនួនប៉ុន្មានក៏ដោយបើយើងបូកនឹង0គឺស្មើនឹងប៉ុណ្ណឹងដដែលចាអញ្ចឹងតើយើងចូលលេខមួយទៀតនេះគឺ1 + 1 1 + 1ស្មើប៉ុន្មានកូនយើងមើលមន់ទៅ1 + មន់1អញ្ចឹង1 2ចាអញ្ចឹង1 + 1គឺស្មើនឹង2សរសេរលេខ2ចាអញ្ចឹង1 + 1ស្មើ2យើងរាប់មន់ទាំងអស់ឃើញ2ក្បាលត្រូវហើយចាអញ្ចឹងចូលលេខមួយទៀត1 + 2ស្មើប៉ុន្មានចាអញ្ចឹងយើងមានចាប់1 + ចាប់2អញ្ចឹងយើងរាប់ចាប់សរុបចូលគ្នាទាំងអស់នឹងមក1 2 3អញ្ចឹង1 + 2គឺស្មើនឹង3សេលេខ3អញ្ចឹង1 + 2ស្មើ3ចាតោះឥឡូវយើងចូលលេខមួយទៀតតោះ3 + 1ស្មើប៉ុន្មានចាអញ្ចឹងយើងមានផ្កាទាំងអស់3នេះបូក1អញ្ចឹង3 + 1ទាំងអស់ស្មើប៉ុន្មានយើងរាប់មក1 2 3 4អញ្ចឹង3 + 1ស្មើនឹង4អញ្ចឹង3 + 1ស្មើ4ឥឡូវយើងចូលលេខមួយទៀតចាលេខមួយទៀតគឺលេខ4 + 1ស្មើប៉ុន្មានយើងមានខ្លះឃ្មុំទាំងអស់ចំនួន4បូកខ្លះឃ្មុំ1អញ្ចឹង1 2 3 4 5យកថែមមួយទៀត4 + 1ទៀតស្មើនឹង5យើងសរសេរលេខ5នេះចាអញ្ចឹងយើង4 + 1ស្មើនឹង5 4 + 1ស្មើ5ចាអញ្ចឹងលេខបូកលេខរបស់យើងគឺមានតែប៉ុណ្្នឹងទេវីដេអូនេះជួបគ្នាជាមួយនឹងអ្នកគ្រូនៅវីដេអូក្រោយទៀតជាមួយនឹងការបូកលេខ2ខ្ទង់និងការដកលេខ2ខ្ទង់អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាយបាយជួបគ្នានៅវីដេអូក្រោយកូន